គឺមានការតន្ទឹងរង់ចាំនៅការស្ដាប់សំឡេងដៃបានលឺទាំងអស់គ្នាដើម្បីស្វាគមន៍ដល់អ្នកគ្រូអង្គចៃអង្គនៅសួរចៅអានសូមជើញអង្គុយចុះបាទសូមតែបានលឺអស់គ្នាម្ដងទៀតអរគុណដល់អ្នកគ្រូអង្គសួស្តីបងប្អូនទាំងអស់គ្នាគឺនាងខ្ញុំទៀតហើយជាយើងត្រូវបន្តនៅមេរៀនដែលយើងមិនទាន់បាននិយាយចប់ដែលវិធីសាស្ត្រនៃការបន្ធូរនៅសម្ពាធដឹងអំពីលើកមុនគឺយើងនិយាយអំពីសម្ពាធគឺនិយាយអំពីអារម្មណ៍អញ្ចឹងមិនដឹងថាបងប្អូនពេលដែលយើងទៅដល់ផ្ទះទៅយើងមិនដែរក៏សម្គាល់ទៅលើអារម្មណ៍របស់យើងដែរឬអត់ពេលដែលយើងជារៀងរាល់ថ្ងៃដែលយើងមុនពេលចូលគេងយើងត្រូវគិតថាអូថ្ងៃនេះខ្ញុំមានអារម្មណ៍យ៉ាងដូចម្ដេចដែលវារៀងច្បាស់មកថាមួយថ្ងៃមកគឺមានអារម្មណ៍មួយថាធម្មតាឬក៏ពេលដល់ថ្ងៃត្រង់គឺមានអារម្មណ៍មួយថាភ័យឬក៏ខ្លាចឬក៏ខឹងអីជាដើមអញ្ចឹងប្រហែលជាពេលយប់ពេលយើងបរៀនកូនគឺយើងមានចិត្តអំណត់ក្នុងការបរៀនកូនឬមួយក៏កូនមានមិនស្ដាប់បង្គាប់គឺយើងបរៀនឬក៏ហៅកូន5ដង10ដងហើយចាប់ដើមខ្ញាល់តែម្ដងគឺយើងមិនមានចិត្តអំណត់បន្តទៀតទេហៅកូនមិនតបអញ្ចឹងក្នុងមួយថ្ងៃដែលយើងឆ្លងកាត់ពីព្រឹកដល់យប់នោះគឺអារម្មណ៍របស់យើងគឺប្រែប្រួលឡើងចុះអញ្ចឹងនៅក្នុងពេលដែលយើងគិតថាថ្ងៃនេះគឺយើងធ្វើបានល្អឬមិនល្អហើយយើងពិចារណាថាថ្ងៃនេះអារម្មណ៍របស់យើងយ៉ាងដូចម្ដេចចិត្តរបស់យើងយ៉ាងម៉េចឬមួយក៏វិញ្ញាណរបស់យើងយ៉ាងម៉េចគឺវាមានការប្រែប្រួលនេះគឺមានសារៈសំខាន់ទៅយ៉ាងខ្លាំងណាស់គឺនៅពេលនោះគឺយើងរៀងគៀកនៅជាមួយខ្លួនយើងថាតើយើងពិតជាបានធ្វើនៅរឿងដែលយើងយល់ច្បាស់ចំពោះខ្លួនអត់បើយើងកាន់តែយល់ច្បាស់ខ្លួនយើងអញ្ចឹងយើងដឹងអំពីសម្ពាធនេះមកពីកន្លែងណាចឹងមកទៀតគឺនឹងលើកឡើងដល់ប្រាប់ដល់អ្នកបងប្អូនថាការយល់ឃើញរបស់យើងអញ្ចឹងការយល់ឃើញរបស់យើងនេះគឺយើងដឹងថានេះគឺជារឿងឬមួយក៏ជាស្ថានភាពសួរថានេះគឺជារឿងឬមួយក៏ជាស្ថានភាពអ្នកខ្លះគាត់គិតថាវាគឺជារឿងអ្នកខ្លះគិតថាវាគឺជាស្ថានភាពអញ្ចឹងសូមចាំលេខនៅ PTT បន្តទៀតគឺថាគ្រូចិត្តសាស្ត្រគឺគាត់បានដូចលោក Albert Ellis គឺគាត់បានលើកអំពីទ្រឹស្ដីខាងលើនេះដើម្បីនិយាយអំពីសម្ពាធរបស់មនុស្សយើងអញ្ចឹងមានមនុស្សគឺតែគិតថាដោយសារតែរឿងអ្វីមួយគឺធ្វើឲ្យយើងមានសម្ពាធធំបើមិនអត់មានរឿងហ្នឹងទេគឺយើងមានសម្ពាធធំអញ្ចឹងទេគឺដូចជាចំណុចក្រោយកាលពីមុនគឺចំណុចក្រោយគឺធ្វើជាអ្នកផ្ដល់នៃសេវាកម្មនោះគឺដោយសារតែកូនគឺមិនទៅរៀនគឺធ្វើឲ្យខ្ញុំមានសម្ពាធធ្ងន់បើថាកូនមិនទៅរៀនគឺខ្ញុំមានសម្ពាធទេអញ្ចឹងមានអារម្មណ៍មួយថាកូនវាមិនទៅរៀនគឺធ្វើឲ្យឪពុកឬក៏ម្ដាយគឺមានជាសម្ពាធធំមែនតើមិនមែនថាម្ដាយគ្រប់រូបគឺសុទ្ធតែមានការនិយាយយ៉ាងដូចនេះទេគាត់ថាកូនទៅរៀនល្អបាទគាត់ឯងអត់ចេះទៅរៀនទេអត់ចង់រៀនទេគាត់ឯងទៅរកលុយទៅជាមានថាម្ដាយគឺថាគាត់ធ្វើធម្មតាចំពោះស្ថានភាពកូនដែលមិនទៅរៀនបើអត់ទៅរៀនកូនឯងទៅរកលុយទៅធ្វើការទៅអញ្ចឹងឪពុកម្ដាយម្នាក់គឺគាត់មានអារម្មណ៍មួយថាសម្ពាធធ្ងន់មានអារម្មណ៍មួយថាភ័យអត់ដឹងថាត្រូវធ្វើយ៉ាងម៉េចដើម្បីដោះស្រាយរឿងកូនហើយក៏ពិបាកចិត្តមែនតើមួយទៀតគឺគាត់ថាincome ចំណូលរបស់គ្រួសារគឺមានកូនទៅធ្វើការដោយសារកូនវាមិនទៅរៀនអញ្ចឹងយើងមើលនៅចំណុចកណ្ដាលរឿងមួយដូចគ្នាបាទគឺធ្វើឲ្យមានលទ្ធផលខុសគ្នាគឺដោយសារអ្វីគឺមកពីការដែលយើងមានជំនឿចិត្តចំពោះរឿងហ្នឹងគឺខុសគ្នាអញ្ចឹងម្ដាយដែលមានអារម្មណ៍មួយថាសម្ពាធធ្ងន់គឺអារម្មណ៍នៃម្ដាយគិតថាកូនឯងមិនទៅរៀនទេថ្ងៃក្រោយកូនឯងឈរនៅសង្គមយ៉ាងដូចម្ដេចកូនឯងមិនខំប្រឹងរៀនថ្ងៃក្រោយកូនឯងរកលុយចិញ្ចឹមគ្រួសារចិញ្ចឹមខ្លួនឯងយ៉ាងម៉េចអញ្ចឹងកូនឯងរស់នៅក្នុងសង្គមយ៉ាងដូចម្ដេចបើអត់ទៅរៀនអញ្ចឹងម្ដាយគឺមានគំនិតថាបើកូនឯងអត់រៀនគឺកូនឯងមិនអាចរស់នៅក្នុងសង្គមបានទេក៏មានសម្ពាធធ្ងន់អញ្ចឹងនៅពេលដែលយើងនឹកឃើញអំពីការគិតរបស់ម្ដាយមួយនេះហើយថាបើសិនជារឿងមួយនេះគឺចាប់អារម្មណ៍ដល់ការគិតនេះគឺការគិតរបស់យើងគឺជាអ្នកកំណត់ចិត្តកំណត់របស់យើងគឺវាពិតជាអញ្ចឹងមែនអត់បើកូនអត់រៀនកូនហ្នឹងគឺអត់ទៅរៀនវាអត់មានអនាគតអញ្ចឹងបើកូនអត់ទៅរៀនអត់ចូលចិត្តរៀនគឺឲ្យកូនទៅរៀនបច្ចេកទេស
ឬក៏ទៅឲ្យកូនហ្នឹងទៅរកនៅអ្វីដែលជាទេពកោសល្យដែលកូនមានដើម្បីឲ្យវាវិវត្តទៅតាមខ្លួនឯងអញ្ចឹងយើងត្រូវយល់អំពីការគិតរបស់យើងគឺសំខាន់ណាស់ដែលរឿងមួយនេះគឺវាមានការប៉ះពាល់ដល់យើងអ្នកដំណេចប្រសិនបើយើងគិតថារឿងមួយនេះគឺវាប៉ះពាល់គឺរឿងនេះមួយនេះគឺធ្វើឲ្យយើងពិបាកគឺយើងមានកំណត់រៀងចង្អៀតបាទមានកំណត់រៀងចង្អៀតនោះគឺយើងតែងតែបន្ទោសថាកូនមិនទៅរៀនអញ្ចឹងយើងត្រូវគិតមកវិញថាត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យកូនហ្នឹងវាទៅរៀនធ្វើម៉េចឲ្យកូនចូលសាលាល្អដើម្បីធ្វើម៉េចឲ្យកូនហ្នឹងចូលសាលាវិញក៏នេះយើងមើលឃើញថាចិត្តរបស់យើងគិតថាកូននេះថ្ងៃក្រោយវាឈរខ្លួននៅក្នុងសង្គមយ៉ាងទៅម្ដេចឈរជើងយ៉ាងម៉េចអញ្ចឹងឲ្យកូនទៅរៀនអ្វីហើយជាកូនហ្នឹងគឺវាប្រកែកខាងទេពកោសល្យខាងដៃឬក៏ប្រកែកខាងតន្ត្រីខាងរាំឬកូនហ្នឹងចូលចិត្តខាងសិល្បៈឬកូនហ្នឹងវាចូលចិត្តខាងប្រកែកខាងស្រោជ្រាវសត្វសត្វល្អិតបាទអញ្ចឹងទៅចាប់ទៅសង្កេតមើលកូនគឺមានលក្ខណៈយ៉ាងដូចម្ដេចហើយក៏ចាប់ដើមទៅរៀបចំនៅផ្លូវជីវិតរបស់កូនអញ្ចឹងវិធីសាស្ត្រក៏កាន់តែច្រើនគឺមិនមែនថាវិធីសាស្ត្រមានតែមួយពីរនោះទេអញ្ចឹងដំណោះស្រាយវាមានច្រើនអញ្ចឹងយើងឃើញថាការគិតរបស់យើងគឺសំខាន់ណាស់ដើម្បីកុំឲ្យរឿងមួយនេះស្ថានភាពមួយនេះគឺវាអាចប៉ះពាល់ដល់ការស្វែងរកដំណោះស្រាយរបស់យើងអញ្ចឹងជួនកាលរូបមន្តនៃសម្ពាធគឺមកពីការរងសម្ពាធចែកនៅសមត្ថភាពដែលយើងមាននេះគឺរូបមន្តនៃសម្ពាធអញ្ចឹងជួនកាលគឺដោយសារថាការគិតរបស់យើងគឺវាប៉ះពាល់ដល់សម្ពាធរបស់យើងអញ្ចឹងយើងយល់ឲ្យបានច្បាស់អំពីចិត្តរបស់យើងអញ្ចឹងនៅក្នុងស្ថានភាពរបស់សម្ពាធវិញគឺអាចនិយាយថានៅពេលដែលយើងចាប់អារម្មណ៍ដល់ថាមានសម្ពាធខួរក្បាលរបស់យើងគឺចាប់ដើមល្ងងគឺអាចឲ្យយើងមិនអាចទៅគិតពិចារណាគឺមូលហេតុអ្វីគឺជាសមត្ថភាពដែលព្រះទេវតាឋានលើផ្ដល់ឲ្យយើងមកថាកាលពីសម័យបរមបុរាណដែលនៅក្នុងព្រៃយើងឃើញខ្លាគឺយើងត្រូវតែសម្រេចចិត្តភ្លាមអញ្ចឹងខ្ញុំត្រូវប្រកួតជាមួយសត្វខ្លាឬក៏យើងត្រូវរត់ទី1គឺប្រកួតមួយខ្លាទី2គឺយើងត្រូវរត់ទី3គឺយើងត្រូវនៅស្ងៀមគឺយើងតែងតែមានការគិតច្រើនអត់ទេអញ្ចឹងខ្លាមកដល់ហើយគឺយើងអត់អាចគិតច្រើនទេមកថា100ម៉ែត្រយើងរត់9វិនាទីដើម្បីរត់ឲ្យបានលឿនជាងតោឬក៏ខ្លាយើងមិនអាចគិតយូរបានទេយើងត្រូវតែ1វិនាទីត្រូវតែសម្រេចចិត្តភ្លាមដើម្បីយើងត្រូវប្រកួតប្រជែងជាមួយខ្លាឬក៏យើងត្រូវធ្វើយ៉ាងម៉េចអញ្ចឹងរឿងដែលយើងត្រូវសម្រេចចិត្តភ្លាមគឺអត់មានពេលទុកឲ្យយើងគិតនោះទេអញ្ចឹងនៅពេលដែលសម័យបរមបុរាណគឺពាក់ព័ន្ធនឹងជីវិតរបស់យើងបើសិនជាយើងរត់អត់លឿនទេយើងនឹងអាចស្លាប់នៅក្រោមចង្កូមរបស់ខ្លាអីជាដើមក៏តែមនុស្សឥឡូវនៅក្នុងបច្ចុប្បន្ននេះគឺយើងតែងតែគិតថាព្រឹត្តិការណ៍រឿងទាំងអស់គឺវាពាក់ព័ន្ធនៅក្នុងការរស់នៅរបស់យើងអញ្ចឹងមិនទៅតែខួរក្បាលរបស់យើងអត់ច្បាស់ថារឿងនេះវាមានស្ថានភាពយ៉ាងដូចម្ដេចគឺធ្វើឲ្យយើងមានអារម្មណ៍មួយថាខួរក្បាលយើងស្ពឹកបាទប្រតិកម្មអត់រហ័សអីជាដើមអញ្ចឹងនេះគឺជាមូលហេតុដែលធ្វើឲ្យយើងមានសម្ពាធធំកុំឲ្យយើងធ្វើនៅការសម្រេចចិត្តឬក៏មានរឿងកាត់ឡើងធំកុំឲ្យយើងមានការសម្រេចចិត្តធំនេះនៅពេលដែលយើងរងសម្ពាធធ្ងន់គឺយើងមិនអាចទៅគិតពិចារណាបានច្បាស់លាស់នោះទេអញ្ចឹងនៅពេលដែលយើងចាប់អារម្មណ៍នៅសម្ពាធធ្ងន់ខួរក្បាលរបស់យើងគឺប្រែទៅជាខួរក្បាលដែលមិនអាចគិតនៅឲ្យបានច្បាស់នៅគ្រប់ស្ថានភាពបាននោះទេអញ្ចឹងនៅពេលដែលយើងកំពុងតែយើងរៀនសូត្រមកដល់ព្រះវិហារគឺយើងរៀននៅមេរៀនជាច្រើនហើយក៏យើងរៀនសូត្របានថាធ្វើយ៉ាងម៉េចដើម្បីទៅសេរីនៅការគិតរបស់យើងហើយដើម្បីការកែប្រែនៅចិត្តគំនិតរបស់យើងឧទាហរណ៍មួយថាប្រសិនបើថ្ងៃនេះយើងបើកឡានទៅតាមផ្លូវហើយគឺយើងបើកនៅលើផ្លូវលបឿនលឿនបាទលបឿន120ក្នុង1ម៉ោងបាទ120គីឡូម៉ែត្រនៅពេលដែលគេវ៉ាយើងហើយគេនៅពីមុខយើងនៅពេលនោះគឺយើងមានប្រតិកម្មយ៉ាងម៉េចនៅប្រតិកម្មរបស់យើងគឺយើងថាល្ងងអានេះមិនបានវ៉ាឯងអញ្ចឹងនៅពេលនោះខួរក្បាលរបស់យើងភ្លាមគឺចូលដល់ស្ថានភាពគឺយើងមានសម្ពាធបាត់ទៅហើយដោយសារតែគេវ៉ាយើងគឺធ្វើឲ្យយើងមិនអាចគិតឲ្យបានច្បាស់លាស់គឺយើងមានអារម្មណ៍ថាត្រូវច្បាំងរបស់ត្រូវរត់អញ្ចឹងយើងក៏ជេរគេអត់ស្គាល់គេផងចេះជេរគេដែរប្រកាច់វ៉ាឯងបាទអញ្ចឹងយើងមានអារម្មណ៍មួយខឹងនៅក្នុងចិត្តរបស់យើងដោយគេមិនធ្វើអីយើងផងគឺយើងខឹងតែម្ដង
ហើយក៏យើងមានអារម្មណ៍មួយថាភ័យខ្លាចបាទនឹងការបារម្ភជាដើមចឹងនៅក្នុងស្ថានភាពបែបដូចនេះគឺយើងចូលដល់ក្នុងស្ថានភាពរត់ឬមួយក៏ច្បាំងចឹងនៅពេលដែលយើងអាចបង្វែរការគិតឬក៏គ្រប់គ្រងនៅអារម្មណ៍របស់យើងបានលឿននៅពេលនោះគេប្រហែលជាភ័យគេកំពុងតែគិតថាធ្វើយ៉ាងម៉េចចឹងប្រហែលជានៅអ្នកដែលគេវ៉ាយើងហ្នឹងប្រហែលជានៅក្នុងឡានរបស់គេដែលវ៉ាយើងប្រហែលជាមានអ្នកជំងឺឬក៏អ្នកដែលត្រូវឆ្លងទន្លេឬក៏តកង់ឡានគាត់បញ្ញាប់ទៅណាអីចឹងត្រូវចេះគិតដល់គេថាគេវ៉ាយើងមិនមែនអត់មានមូលហេតុទេប្រហែលជាគេបញ្ញាប់អីចឹងយើងត្រូវគិតដល់គេកុំឲ្យធ្វើឲ្យអារម្មណ៍របស់យើងមានការប្រែប្រួលទៅតាមដោយសារតែគេវ៉ាយើងចឹងយើងតែវឹកហាត់ខ្លួនយើងថាឲ្យយើងមានការកែប្រែអារម្មណ៍និងការគិតរបស់យើងការយកខ្លួនរបស់យើងរយៈពេលឲ្យបានកាន់តែលឿនគឺយើងរងនៅផលប៉ះពាល់នៃអារម្មណ៍គឺកាន់តែតិចបាទអញ្ចឹងយើងតែងតែទៅគិតឲ្យបានជាញឹកញាប់ថាប្រហែលជាជួនកាលគេធ្វើមិនល្អដាក់យើងឬក៏គេធ្វើអ្វីដែលប៉ះពាល់ដល់យើងគេធ្វើអាកប្បកិរិយាមិនសមរម្យចំពោះយើងជួនកាលគឺយើងតែងតែមិនល្អឥតខ្ចោះទេយើងតែងតែមិនអាចថាសម្រាប់ចិត្តសិតតែត្រូវឬក៏ធ្វើរឿងតែត្រូវរហូតនោះទេយើងទៅគិតថាមានពេលខ្លះជាច្រើនគឺយើងតែងតែអនុគ្រោះឲ្យកូនដែលធ្វើខុសថាកូនវានៅក្មេងតែតែធ្វើខុសជាងយើងឲ្យឱកាសកូនឲ្យបានច្រើនដល់ពេលដែលយើងគិតថាគាត់គឺជាមនុស្សធំវិញយើងគិតថាគាត់គឺជាមនុស្សដែលធំពេញវ័យហើយគឺយើងតែងតែមានការលើកនៅកម្រិតស្តង់ដារឲ្យខ្ពស់យើងសំណូមពរថាអ្នកឯងត្រូវតែចេះអ្នកឯងធំហើយអ្នកឯងគឺធ្វើជាបរោះដាំធំ5ហាត់ធំអស់ហើយត្រូវតែធ្វើចេះមិនត្រូវគឺយើងក៏មានអារម្មណ៍មួយថាត្រូវជាស្ដីឲ្យគេក៏តិទៀនឲ្យគេបាទអញ្ចឹងយើងក៏តែងតែសំណូមពរគេដោយពាក្យពេចន៍របស់យើងអញ្ចឹងយើងតែងតែផ្សេងបន្ទោសគេឬក៏សំណូមពរដល់គេនោះគឺជាធម្មតាគឺអាចធ្វើឲ្យយើងចូលទៅដល់ស្ថានភាពមួយដែលថារដ្ឋបិទនៅការគិតរបស់យើងហើយងាយនឹងទទួលបាននៅសម្ពាធដ៏ធ្ងន់ផងដែរក៏ប៉ុន្តែនៅពេលដែលយើងឧស្សាហ៍វឹកហាត់ដើម្បីឲ្យស្ថានភាពរបស់យើងដើម្បីឲ្យអារម្មណ៍របស់យើងគឺឲ្យយើងគិតឲ្យបានច្រើនបន្តិចដូច្នេះហើយគឺយើងអាចជួយឲ្យយើងដើម្បីឲ្យយើងមានស្ថានភាពរៀងអារម្មណ៍ស្មើបាទដូចឧទាហរណ៍មិនមែនអញ្ចឹងគេកំពុងតែវ៉ាយើងគឺយើងមានអារម្មណ៍មួយភ័យអារម្មណ៍ដែលយើងភ័យដែលកើតមានហើយនោះគឺប្រហែលជាយើងខ្ញាល់មិនបានឯងវ៉ាឯងអញ្ចឹងបាទមិនបានឯងវ៉ាខ្ញុំអញ្ចឹងបាទអញ្ចឹងបើសិនជាយើងដឹងថាគាត់ប្រហែលជាម្ដាយគាត់មានអ្នកជំងឺដែលឈឺធ្ងន់ត្រូវប្រញាប់ទៅផ្ទះវិញឬក៏ប្រពន្ធរបស់គាត់ត្រូវដល់ថ្ងៃដែលត្រូវឆ្លងទន្លេហើយក៏ត្រូវទៅពេទ្យចឹងដល់ពេលដែលយើងដឹងអំពីគេហើយអូមែនវិញមែនហើយបើថាម៉ាក់គាត់ត្រូវប្រញាប់បាទជូនទៅពេទ្យឬក៏ប្រពន្ធគាត់ត្រូវប្រញាប់បញ្ជូនទៅពេទ្យទើបគាត់ប្រញាប់យ៉ាងដូចនេះនៅពេលជាច្រើនយើងទទួលបាននៅព័ត៌មានពីគេបានច្រើនឬក៏ពេលដែលយើងទទួលព័ត៌មានបានមិនគ្រប់គឺយើងតែងតែទៅស្ដីបន្ទោសឲ្យគេអញ្ចឹងបើសិនជាយើងមានការយល់ឃើញយ៉ាងដូចនេះថាគឺប្រហែលជាដោយសារតែអ្វីមួយទើបគេធ្វើការសម្រេចចិត្តយ៉ាងដូចនេះនៅពេលដែលយើងជួបស្ថានភាពដូចជាគេប្រហែលជាយើងធ្វើដូចតែគេអញ្ចឹងដែរបើប្រពន្ធយើងឆ្លងទន្លេយើងត្រូវតែបើកឡានលឿនណាមែនអត់បាទបើថាយើងមានអ្នកជំងឺលើឡានយើងគាត់តែជិះលឿនណាមែនអត់បាទអញ្ចឹងយើងគិតគេផងដែរថាអូត្រូវហើយអត់តែពិតគេអញ្ចឹងទៅបានជាគេអញ្ចឹងសោះបាទអញ្ចឹងយើងមិនគិតថាគេធ្វើនេះគឺជាទង្វើដែលមិនសមរម្យអីនោះទេអញ្ចឹងយើងត្រូវតែទទួលយកបាទអញ្ចឹងពាក្យដែលយើងតែលើកទឹកចិត្តថាលើកលែងខ្លួនឯងគឺដូចជាការដោះលែងខ្លួនឯងអញ្ចឹងបាទចិត្តរបស់យើងគឺអាចឲ្យកាន់តែល្អបន្តិចបន្តទៅទៀតគឺមានចិត្តកំណត់ទស្សនៈមួយដែលចង់ចែកម្លែកដល់បងប្អូនថារឿងពិតហើយនឹងការគិតបាទអ្វីទៅគឺរឿងពិតអ្វីទៅការគិតអញ្ចឹងរឿងពិតគឺនឹងការគិតបាទគឺអ្វីរឿងពិតគឺมัน
ដោយសារតែមនុស្សខុសគ្នាទៅរឿងពិតនេះវាប្រែប្រួលនោះទេឧទាហរណ៍ថាចំនួនក្រោយគឺកាន់ទូរស័ព្ទដៃមួយគ្រឿងនេះបងតែស្គាល់ទូរស័ព្ទដៃគឺប្រកាសជាសុទ្ធតែអត់បន្ទោសថានេះគឺជាទូរស័ព្ទមួយគ្រឿងទេបើថាកូនក្មេងវាអត់ស្គាល់ទូរស័ព្ទបាទវាថាវានឹងថាហ្នឹងមិនមែនទូរស័ព្ទទេបើចំនួនក្រោយថានេះគឺជាទូរស័ព្ទគឺមានមនុស្ស100នាក់ថានេះគឺជារឿងពិតអញ្ចឹងរឿងពិតគឺមិនមែនតែសារថាមនុស្សផ្សេងគ្នាគឺវាប្រែប្រួលនៅរឿងពិតនោះទេនៅពេលដែលចំនួនក្រោយនិយាយថា brand មួយនេះគឺល្អមែនតើទូរស័ព្ទស៊េរីនេះគឺល្អមែនតើមានមនុស្សជាច្រើនថាអេអត់ទេខ្ញុំយល់ថាស៊េរីទូរស័ព្ទនេះមិនមែនល្អទេប្រហែលជាមានស៊េរីផ្សេងល្អជាងនឹងទៀតឬមួយក៏ case ទូរស័ព្ទមួយនេះខ្ញុំក៏អាចនិយាយថា case ទូរស័ព្ទមួយនេះបាទគឺស្អាតមែនតើមានដូចជាច្រើនក៏គិតថាអត់ទេខ្ញុំថាធម្មតាសោះមិនមានអីស្អាតគ្មានអ្វីស្អាតទេមែនទេខ្ញុំគិតថាអូមែនវាល្អថាអេអត់ទេ case នេះអត់ស្អាតទេក៏ប៉ុន្តែគឺវាអាចថាអត់សូវកខ្វក់នេះគឺជាការគិតរបស់យើងគឺការគិតគឺខុសគ្នាដោយសារមនុស្សផ្សេងគ្នាចឹងយើងបែងចែកបានច្បាស់នៅរឿងពិតនិងការគិតគឺសំខាន់ណាស់មូលហេតុគឺត្រង់ណាមូលហេតុគឺត្រង់នៅពេលដែលយើងតែងតែយកការគិតរបស់យើងគឺជាការពិតឧទាហរណ៍មួយថាប្រហែលជាថ្ងៃនេះគឺមានមិត្តរួមការងារម្នាក់ខ្ញុំនិយាយពាក្យ hello ដាក់គាត់តែគាត់មិនរវល់ចំពោះខ្ញុំស្នានេះគឺជារឿងពិតឬការគិតរបស់យើងមានមនុស្ស100នាក់ឆ្លងកាត់យើងឃើញយើងនិយាយពាក្យ hello ដាក់មិត្តរួមការងារគេអត់រវល់នឹងខ្ញុំនៅពេលនេះគឺជារឿងពិតឬក៏ជាការគិតគឺជារឿងពិតមែនអត់មែនទេគឺមានមនុស្ស100នាក់បានឃើញថាមិត្តរួមការងារនេះគឺអត់រវល់ខ្ញុំទេតាមពិតគឺខ្ញុំតែគិតថាអត់អីទេអ្នកឯងមិនរវល់ខ្ញុំទេប្រហែលជាឡើងឋានៈឯងអញ្ចឹងប្រហែលជានៅក្នុងភ្នែកគ្មានមនុស្សដទៃទេបើថាអត់រវល់ខ្ញុំក៏អត់រវល់ខ្ញុំក៏ជប់រវល់វិញដែរអញ្ចឹងខ្ញុំគិតថាដោយសារតែគាត់ឡើងតំណែងគឺគាត់ក្នុងភ្នែកគ្មានខ្ញុំអញ្ចឹងគាត់ឡើងជាតំណែងហើយគាត់ឡើងឋានៈហើយអញ្ចឹងខ្ញុំគិតថាគេមិនរវល់ខ្ញុំក៏ខ្ញុំមិនរវល់គេវិញអញ្ចឹងដល់ពេលដែលលើកក្រោយគាត់និយាយពាក្យ hello ដាក់ខ្ញុំយ៉ាងម៉េចខ្ញុំក៏មិនរវល់ដាក់គេវិញដែរសារតែខ្ញុំមិនរវល់គេគាត់នឹងយ៉ាងម៉េចគាត់ក៏ប្រហែលជាអាចគិតថាមិនបានជាខ្ញុំមិនរវល់គេហើយគាត់ក្រោយមកក៏ចាប់ផ្ដើមមិនរវល់ខ្ញុំវិញដែរអញ្ចឹងមូលហេតុពីដំបូងគឺមកពីអ្នកណាគឺមូលហេតុពីដំបូងគឺមកពីខ្ញុំមានការយល់ឃើញថាគាត់គ្មានចាត់ទុកខ្ញុំនៅក្នុងភ្នែកគាត់មិនរវល់ខ្ញុំគេមិនអើពើនឹងខ្ញុំទៅខ្ញុំមិនអើពើទៅលើគេវិញគឺមកពីអីគឺមកពីការគិតរបស់ខ្ញុំយកការគិតរបស់ខ្ញុំគឺជារឿងពិតហើយក៏ធ្វើជាសកម្មភាពវាយបកទៅគេវិញយើងឃើញទេថាដូចគ្នាទេខ្ញុំនិយាយពាក្យ hello ដាក់គេមិនរវល់ខ្ញុំនៅក្នុងនោះប្រហែលជាមានមូលហេតុអីជាច្រើនប្រហែលជាគាត់កំពុងតែគិតប្រហែលជាបង្កើតកូនហើយប្រហែលជាដឹងជាកូនយ៉ាងម៉េចឬក៏ប្រហែលជាគាត់យកឡើងគាត់ឆ្លោះមួយប្តីហើយគាត់កំពុងតែគិតថាថ្ងៃនេះគឺប្រហែលជាប្រធាននិយាយអ្វីចំពោះគាត់កំពុងតែគិតនៅរឿងដែលប្រធាននិយាយមកគាត់ចឹងគាត់មិនរវល់ខ្ញុំប្រហែលជាមានមូលហេតុជាច្រើនគឺរឿងដែលគាត់គិតនេះគឺមិនតាក់ទងនឹងខ្ញុំទេប៉ុន្តែគឺខ្ញុំគិតដោយខ្លួនឯងថាមកពីគេគឺមិនចាត់ទុកខ្ញុំនៅក្នុងការផ្ទះរបស់គេចឹងខ្ញុំក៏យកការគិតរបស់ខ្ញុំចាត់ទុកវាគឺជារឿងពិតហើយក៏ចាប់ផ្ដើមទៅបង្កនៅរឿងហេតុជាមួយគេវិញចឹងខ្ញុំអត់ដែលគិតថាខ្ញុំមិនប្រហែលជាគេមិនបានមើលឃើញបាទអញ្ចឹងគេនៅតែបន្តជាមួយខ្ញុំក៏ប៉ុន្តែប្រហែលជាគេគិតថាខ្ញុំមិនរវល់គេបាទអញ្ចឹងអ្នកម្ដងរវាងខ្ញុំហើយនឹងគេប្រហែលជាមានកន្លៀតគ្នាមូលហេតុចេញពីត្រង់ណាមូលហេតុគឺចេញពីការគិតរបស់ខ្ញុំបាទនេះគឺជាមានឧទាហរណ៍មួយគឺសូមចែកម្លែកថាឧទាហរណ៍នេះចង់និយាយថាមានគេមកសម្ភាសគេថាអ្នកឯងឃើញទេថាគេមើលងាយខ្ញុំហើយគេមើលមិនគេមើលងាយខ្ញុំគេធ្វើបាបខ្ញុំហើយគឺគេថាមានចេតនាចង់ឆ្លោះមកខ្ញុំហើយគ្រូក៏បានឆ្លើយថាអ្នកឯងយល់ឃើញថាគេមានចេតនាចង់ថាប្រកបប្រជែងមកអ្នកឯងថាតើគេធ្វើនៅរឿងអ្វីអ្នកឯងមានអារម្មណ៍យ៉ាងដូចម្ដេចហើយអ្នកដែលមកសម្ភាសសួរថាពេលថ្ងៃត្រង់គឺពេលហូបបាយនេះគឺគាត់ហៅមនុស្សជាច្រើនមកហូបបាយក៏តែមិនហៅខ្ញុំទេអញ្ចឹងគ្រូសួរថាគេមិនហៅអ្នកឯងយល់ឃើញថាគេបង្ងើកតើដល់ឯងហើយខ្ញុំថាអាម្នាក់ហ្នឹងគឺវាមានចិត្តកំណត់គិតមិនល្អចំពោះខ្ញុំបានគេមិនអើពើចំពោះខ្ញុំហើយគ្រូក៏បានសួរថាអ្នកឯងគិតថាមូលហេតុអ្វីបានជាគេមិនអើពើអ្នកឯងអញ្ចឹងហ្នឹងហើយ
មានអារម្មណ៍បែបនេះគឺមានការគិតទៅបាទអញ្ចឹងខ្ញុំមានអារម្មណ៍មួយថាខឹងគេដោយសារគេឡើងឋានៈទៅគេមិនរវល់ខ្ញុំអញ្ចឹងប្រហែលជាអ្នកឯងគឺមិនយល់ច្បាស់អំពីគេមិនយល់ច្បាស់អំពីគេអ្នកឯងមិនយល់ចំពោះគេអ្នកឯងសង្ឃឹមថាគេត្រូវឲ្យតកែដកចេញដោយសារគេហូបបាយមិនហៅខ្ញុំបាទអញ្ចឹងថារឿងពិតគឺមិនធ្វើបាបមនុស្សទេប៉ុន្តែការគិតគឺអាចធ្វើបាបមនុស្សយើងគិតយើងដឹងទេថារឿងមួយដូចតែគ្នានៅពេលដែលដោយសារតែមិត្តរួមការងារមិនហៅយើងហូបបាយអញ្ចឹងប្រហែលជាគេមិនសូវជាលេចធ្លោទៅគេមិនមើលឃើញយើងគេមិនហៅយើងមានអ្នកខ្លះគាត់គិតថាប្រហែលជាខ្ញុំមិនសូវជាចិត្តស្និទ្ធទៅគេមិននិយាយហៅយើងទៅគេមិនមករកយើងបាទត្រឹមត្រូវហើយគឺថាគេមិនមើលចំចំពោះយើងគេបាទអញ្ចឹងគេគិតថាខ្ញុំមិនសូវជាស្អាតមិនសូវជាសង្ហាទៅគេមិនរវល់ខ្ញុំអ្នកខ្លះទៀតគាត់អាចនិយាយថាអ្នកឯងនេះគេថាអត់សូវមានថាអ្វីដែលគួរឲ្យគេរាប់រោបាទរាក់ទាក់រាប់អានអីនោះទេអ្នកខ្លះទៀតក៏គិតថាអាយ៉ាម្នាក់នេះគេថាគ្មានអ្វីអស្ចារ្យទេឃើញទេថារឿងមួយដូចតែគ្នាក៏ប៉ុន្តែមានមនុស្ស100គឺមានការគិត100នេះគឺបង្ហាញប្រាប់ឲ្យយើងដឹងនៅរឿងអ្វីប្រាប់ឲ្យយើងបានដឹងថានៅរឿង2រឿងទី1គឺនៅពេលដែលយើងត្រូវតែគិតឃើញថានេះគឺជាការគិតមិនមែនជារឿងពិតនោះទេនៅពេលដែលខ្ញុំមើលរឿងមួយនេះគឺខ្ញុំមានការយល់ឃើញការយល់ឃើញនេះគឺធ្វើឲ្យខ្ញុំមិនសូវជាសប្បាយចិត្តនោះទេមិនសូវជាអារម្មណ៍ល្អនោះទេអញ្ចឹងគឺខ្ញុំគិតថាម្នាក់នេះគឺមិនចាប់តែខ្ញុំនៅក្នុងភ្នែកទេអញ្ចឹងខ្ញុំត្រូវរំលឹកខ្លួនខ្ញុំថានេះគឺជារឿងពិតឬក៏គ្រាន់តែជាការគិតរបស់ខ្ញុំអ្នកទាំងអស់គ្នាគឺមើលរឿងមួយនេះគឺមានការគិតមួយផ្សេងជាមេថាបើសិនជាមានថាគ្រាន់តែជាការគិតរបស់គេតែប៉ុណ្ណោះមិនមែនជារឿងពិតទេចឹងបើសិនជាវាគឺជាការគិតមានថាវាអាចមានមូលហេតុជាច្រើនមិនមែនការគិតរបស់យើងគឺជារឿងពិតនោះទេគិតថាគេមិនមើលសំខាន់លើយើងគេមិនរាប់រកយើងគេមិនអើពើនឹងយើងគេមិនឲ្យតម្លៃយើងចឹងទៅពេលដែលយើងយកការគិតរបស់យើងគឺជារឿងពិតនោះគឺយើងតែតែមានអាកប្បកិរិយាមិនល្អចំពោះគេវិញជាយើងត្រូវតែមានពេលវេលាដើម្បីទៅគិតពិចារណាថាកុំឲ្យយើងឆាប់សន្និដ្ឋានពេកកុំឲ្យឆាប់សន្និដ្ឋានពេកគឺទុកពេលវេលាឲ្យយើងមានការគិតថាមកពីអីបានគេមិនល្វីល្វល់យើងមកពីអីបានជាគេធ្វើអញ្ចឹងបាទអញ្ចឹងការគិតរបស់យើងមិនមែនជារឿងពិតនោះទេអាចមានមូលហេតុផ្សេងអញ្ចឹងនៅក្នុងពេលដែលយើងជួបរឿងមួយគឺតែឆ្លុះបញ្ចាំងថាតើយើងមើលចំពោះយើងយ៉ាងដូចម្ដេចមិនបាច់ជាយើងគិតយ៉ាងដូចនេះយើងដឹងទេថាជួនកាលយើងធ្វើមុខបាទឲ្យសបាយធ្វើមុខកញ្ញើអញ្ចឹងគឺយើងតែងតែមានអារម្មណ៍មួយថាយើងផ្ដោតសំខាន់លើទឹកមុខអញ្ចឹងប្រហែលជាខ្ញុំមិនសូវជារាក់ទាក់ទៅគេមិនមករកខ្ញុំមេថាម៉េចគឺខ្ញុំយល់ឃើញថាខ្ញុំគឺជាមនុស្សមួយដែលមុខកាចមុខមិនសូវជាមានអំណោយទានឬក៏មុខអ្នកដែលមានអំនួតអញ្ចឹងគឺយើងតែងតែប្រាប់ខ្លួនយើងថាប្រហែលជាគេក៏ជាមនុស្សបែបវិសាដែរអញ្ចឹងជួនកាលគឺយើងតែងតែគិតថាគេអញ្ចេះគិតថាគេអញ្ចោះអញ្ចឹងគឺយើងគ្រាន់តែភ្លើងសញ្ញាមួយដែលរំលឹកដល់យើងថាមិនដេចបានជាយើងគិតយ៉ាងដូចនេះគឺហាក់បីដូចជាមេរៀននៅវគ្គទី1ដែលជំនាន់ក្រោយគឺចាំតែអំពីអារម្មណ៍និងការគិតរបស់យើងគឺគ្រាន់តែជាកម្រិតមួយដែលជួយឲ្យយើងរកឃើញនៅក្របពូជឬមួយក៏មីនដែលមានយើងត្រូវតែដោះមីននឹងចេញបាទដើម្បីឲ្យការរក្សាសីលសាងចិត្តរបស់យើងគឺមានការរីកចម្រើនលើកស្ទួយនៅកម្រិតយល់ដឹងរបស់យើងមនុស្សម្នាក់ៗគឺមានការសាងធម៌រក្សាសីលគឺមានកម្រិតខុសៗគ្នាឧបមាថាយើងកែនៅកំហុសកែនៅកំហឹងរបស់យើងម្នាក់ៗគឺខុសៗគ្នាក៏ប៉ុន្តែគឺឆ្លងកាត់ការដែលយើងមានអារម្មណ៍និងមានការគិតនោះគឺយើងស្វែងរកនៅក្របពូជមិនល្អហើយនឹងតំបន់ដែលមីននោះយើងដោះមីនចេញអ្នកខ្លះទៀតគឺថាគាត់មានការប្រកែកប្រកាន់ច្រើនន
អ្នកខ្លះទៀតគឺគាត់គិតថាយុត្តិធម៌ឬមិនយុត្តិធម៌អញ្ចឹងយើងមិនដេចបានជាយើងមិនសូវជាបើកចិត្តឲ្យទលាយយើងប្រកែប្រកាន់អីក៏ច្រើនម្លេះអញ្ចឹងយើងគឺជាមនុស្សដែលគឺជាមនុស្សមួយដែលប្រកែប្រកាន់ច្រើនអញ្ចឹងពាក្យថាប្រកែប្រកាន់គឺអត់សូវល្អទេហើយយើងតែងតែ care ថាមិនដេចបានជាគេធ្វើមិនល្អដាក់យើងអីក៏ខ្វល់ច្រើនម៉េះហើយយើងខ្វះអ្វីមួយអញ្ចឹងយើងទៅស្វែងរកនៅកង្វះខាតរបស់យើងពេលយើងស្វែងរកកង្វះខាតដែលយើងមានហើយគឺយើងប្រាប់ខ្លួនយើងថាយើងនៅធ្វើរឿងអ្វីមួយដើម្បីផ្ដល់ឲ្យខ្លួនឯងដើម្បីឲ្យកង្វះខាតរបស់យើងឬមួយក៏ក្របពុតឬមួយក៏មីននេះត្រូវដោះចេញឲ្យអស់ដូច្នេះហើយថ្ងៃក្រោយនៅពេលដែលគេជន់នៅមីននេះគឺខ្ញុំគឺមិនមានការប្រតិកម្មខ្លាំងចំពោះគេវាយបកទៅគេវិញនោះទេជួនកាលគឺយើងតែងតែមានការខឹងពិបាកចិត្តឬក៏មិនស្រួលខ្លួនបាទឬក៏យើងដោយសារតែយើងឮសូររឿងនេះមិនសប្បាយចិត្តឬសូររឿងនោះមិនសប្បាយចិត្តហើយរឿងហ្នឹងក៏តែងតែកើតមានតែងតែកើតឡើងនេះគឺជាក្របពូជមិនល្អហើយនឹងមីនរបស់យើងអញ្ចឹងយើងត្រូវតែដឹងឲ្យបានច្បាស់ថាកន្លែងណាដែលជាតំបន់មីនកន្លែងណាដែលជាក្របពូជមិនល្អដែលវាអាចរំខានដល់យើងដែលវាប៉ះពាល់ដល់យើងនៅពេលដែលយើងដោះមីននឹងចេញហើយគឺយើងមិនដោយសារតែរឿងនេះកើតឡើងទៀតគឺធ្វើឲ្យយើងប៉ះពាល់ដល់អារម្មណ៍របស់យើងនោះទេបាទអ្នកខ្លះទៀតគឺថាដោយសារតែគេមកមិនទៀងគឺខឹងមែនតែនគឺប៉ិតប្រកបណាស់ពេលដែលយើងមកទៀងទាត់គឺជារឿងដែលយើងត្រូវតែធ្វើក៏តែអ្នកខ្លះទៀតគឺអាចទទួលយកអ្នកដែលមកយឺតបានអាចទទួលយកអ្នកដែលមកយឺតបានឬយើងគឺជាមនុស្សដែលមិនអាចទទួលយកអ្នកដែលមកយឺតបាននោះទេគឺតែតែមានការប្រតិកម្មខ្លាំងអញ្ចឹងមូលហេតុមកពីអ្វីគឺត្រូវគិតពិចារណាថាមកពីអីមកគេមកយឺតអញ្ចឹងគេមិនមកទៀងពេកគេមកយឺតយើងខឹងគឺយើងកត់គឺយើងសង្កត់បាទដល់ពេលយើងសង្កត់ទៅគឺថាយើងរក្សានៅថាសម្ពាធរបស់យើងដល់ពេលគេមកយឺតមួយសាទៀតសម្ពាធរបស់យើងក៏កាន់តែធ្ងន់គេកាន់តែខឹងថែមទៀតបាទចឹងបន្តទៀតគឺយើងមើលរូបមកទៀតនៅពេលដែលមានរឿងដែលជាសម្ពាធកើតមានយើងត្រូវយករឿងនេះបែងចែកជាពីរផ្នែកទី1គឺរឿងដែលយើងគ្រប់គ្រងបានទី2គឺរឿងដែលយើងមិនអាចគ្រប់គ្រងបានយើងទៅធ្វើនៅរឿងដែលយើងអាចគ្រប់គ្រងបានចំពោះរឿងដែលយើងមិនអាចគ្រប់គ្រងបានគឺយើងត្រូវតែដាក់ចុះហើយយើងត្រូវទៅជឿជាក់ថាព្រះឋានលើប្រកាសជាឲ្យការរៀបចំដ៏ល្អមួយដល់យើងនេះគឺជារូបមួយនេះគឺជាកាលពីសម័យ COVID-19 គឺអ្នកនរនេះគឺមានអារម្មណ៍មួយភ័យមានអារម្មណ៍មួយសម្ពាធធ្ងន់ហើយនៅលើនោះគេនិយាយថាយើងមិនអាចគ្រប់គ្រងនៅរឿងប្រមាណយ៉ាងរឿងណាខ្លះដែលយើងមិនអាចគ្រប់គ្រងបានហើយយើងនៅក្នុងស្ថានភាពដែលមានសម្ពាធធ្ងន់ដូច្នេះចំពោះមនុស្សម្នាក់គឺមានការទប់ទល់នឹងរឿងដែលជាសម្ពាធរបស់យើងត្រូវតែបែងចែកថារឿងណាខ្លះដែលអាចជួយឲ្យយើងកាន់តែល្អរឿងដែលខ្ញុំគ្រប់គ្រងមិនបានគឺត្រូវដាក់ចោះត្រូវតែកុំខ្វល់ដោយសារព្រះឋានលើគឺរៀបចំដល់ល្អសម្រាប់យើងទោះជាការរៀបចំនេះគឺយើងមិនសូវជាសប្បាយចិត្តក៏តែប្រហែលជាស្ថានភាពដែលព្រះរៀបចំឋានលើដែលព្រះឋានលើរៀបចំនេះគឺជាស្ថានភាពដែលស័ក្តិសមនឹងយើងចឹងបើសិនជាយើងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនយើងគឺយើងតែងតែច្បល់ទៅកន្លែងដែលមិនល្អអញ្ចឹងយើងអាចទៅសូត្រធម៌ទៅពេលយើងបារម្ភឬក៏យើងខ្វល់ខ្វាយនៅរឿងអ្វីមួយគឺយើងបារម្ភគឺយើងគិតល្អឬគិតអាក្រក់គឺប្រកាសជាយើងគិតអាក្រក់មែនអត់ចឹងនៅពេលដែលយើងគិតអាក្រក់ធម៌ពលក្នុងចិត្តរបស់យើងក៏ជាធម៌ពលអវិជ្ជមានដែរផងដែរនៅពេលដែលយើងបារម្ភគឺបើថាយើងកំពុងតែខ្វល់ចំពោះគេគឺយើងកំពុងតែដាក់បដាសាលើគេហើយមែនទេបាទអញ្ចឹងយើងទទួលនៅធម៌ពលអវិជ្ជមានច្រើននៅក្នុងខ្លួនរបស់យើងអញ្ចឹងបើដែលយើងត្រូវជំនួសឲ្យនោះគឺយើងត្រូវផ្ដល់ការជូនពរដល់គេយើងជំនួយគេកាន់តែល្អថ្ងៃនេះគឺកូនរបស់យើងគឺបន្ទុកមិនសូវជាល្អទេតែស្ដីមិនបានល្អទេអញ្ចឹងលំហាត់ក៏ធ្វើមិនបានល្អដែរអញ្ចឹងយើងត្រូវតែជួយជូនពរឲ្យកូនយើងថាព្រះឋានលើសូមមេត្តាករុណាជួយកូនខ្ញុំហើយយើងនឹងមានការសូត្រធម៌បន្តទៀតនៅក្នុងការសូត្រធម៌នេះគឺយើងកំពុងតែផ្សារភ្ជាប់អ្នកនងជាមួយព្រះឋានលើពេលដែលយើងសូត្រធម៌ហើយយើងយកការសូត្រធម៌នេះដែលមានបុណ្យកុសលដើម្បីឧទ្ទិសកុសលឲ្យអ្នកដែលយើងចង់ឧទ្ទិសកុសលជូនគាត់ដើម្បីឲ្យកូនយើងរៀនពូកែជាដើមអញ្ចឹងមកថាយើងក៏មានការគិតច្បល់ទៅកន្លែងដែលមិនល្អសរុបមេរៀនរបស់យើងខាងលើនេះបាទគឺយើងត្រូវកសាងនៅប្រព័ន្ធ support នៅពេលដែលយើងប្រឈមនឹងការលំបាកមនុស្សម្នាក់ដែលលំបាកនិងមនុស្សពីរនាក់លំបាកគឺមិនដូចគ្នាទេអញ្ចឹងនៅពេលដែលមានគេដែលកំពុងតែ share នៅការលំបាករបស់យើងអញ្ចឹង share
ចឹងកម្រិតនៃការលំបាករបស់យើងគឺមានការថយចុះអញ្ចឹងយើងមានគ្រូមិត្តគ្រូដឹកនាំធម៌ឬមកគ្រូបាទណែនាំឬក៏គ្រូផ្សព្វផ្សាយធម៌គឺជាមិត្តភក្តិដ៏ល្អរបស់យើងអញ្ចឹងគឺមានគ្រូថាចិត្តសាស្ត្រដែលបាននិយាយថាជីវិតរបស់មនុស្សយើងគឺរឿង10% ដែលជារឿងកើតបាននឹងរឿង90% ដែលយើងជួបបាទអញ្ចឹងការបង្វែរការគិតគឺងាយស្រួលកំណត់យើងត្រូវតែមានការវឹកហាត់ការបង្វែរអញ្ចឹងរៀនសូត្រយ៉ាងម៉េចគឺយើងត្រូវរៀនសូត្របាទគឺយើងមនុស្សមួយនាក់គឺរៀនការកែគិតនិងមានមនុស្សមួយវងនាក់រៀនការបង្វែរការគិតគឺមិនដូចគ្នាទេអញ្ចឹងបើសិនជាមានមនុស្សមួយវងនាក់ដែលខិតខំប្រឹងប្រែងរៀនសូត្រជាមួយគ្នាអញ្ចឹងយើងឃើញថាគេមានការកែប្រែបានលឿនយើងក៏មានការកែប្រែតាមគេផងដែរពីមុនគឺមួយថ្ងៃគឺយើងមិនអាចកែប្រែបានម្ដងទេដល់ពេលយើងមានការវឹកហាត់ជាមួយក្រុមមនុស្សជាច្រើនដើម្បីយើងឃើញគេរីកចម្រើនយើងក៏រីកចម្រើនតាមគេបាទអញ្ចឹងយើងអាចសរសេរចុះនៅរឿងដែលយើងសរសេរចេញនៅរឿងដែលយើងអាចធ្វើបានហើយយើងក៏ទៅហើយយើងត្រូវគិតថារឿងដែលយើងធ្វើមិនកើតយើងត្រូវធ្វើយ៉ាងម៉េចអញ្ចឹងយើងកុំឲ្យមានការអូសបន្លាយពេលបើយើងកាន់តែអូសបន្លាយពេលគឺយើងកាន់តែភ័យកាន់តែមានសម្ពាធគឺយើងធ្វើនៅរឿងដែលយើងអាចធ្វើបានរឿងដែលយើងធ្វើមិនបានគឺយើងត្រូវគិតថាព្រះថាលើនឹងរៀបចំដល់ល្អសម្រាប់យើងបន្តមកទៀតគឺយើងត្រូវការទៅអនុវត្តអញ្ចឹងយើងអាចធ្វើបានប្រហែលយើងអនុវត្តប៉ុណ្ណឹងទៅតែមកទៀតគឺនៅពេលដែលសម្ពាធរបស់យើងកាន់តែធំគឺយើងត្រូវតែកេងឲ្យបានល្អញ៉ាំឲ្យបានល្អអញ្ចឹងបើសិនជាយើងសម្ពាធធ្ងន់គឺយើងត្រូវតែបង្ខំចិត្តប្រាប់ឲ្យខ្លួនយើងថាសម្ពាធធ្ងន់ហើយហូបបានច្រើនដេកឲ្យបានល្អតែមកទៀតគឺជាធម្មតាគឺយើងតែមានការហាត់ប្រាណនិងមានការចូលចិត្តនៅរឿងអ្វីមួយអញ្ចឹងបើសិនជាបងដែលបានធ្លាប់បានបើកនៅបញ្ញាគឺចំណាក់គឺសូមឲ្យជាច្បងមួយគឺឲ្យយើងយាមនៅចរណពៀនពេលដែលយើងអាចយាមនៅចរណពៀនគឺអាចធ្វើឲ្យយើងមានសមតលរវាងកាយចិត្តរបស់យើងអ្វីដែលកាយចិត្តរបស់យើងគឺមានថាសមតលបាទគឺថាពេលដែលយើងមានសម្ពាធធ្ងន់គឺយើងមានអារម្មណ៍មួយខួរក្បាលយើងស្ពឹកបាទអញ្ចឹងរឿងដ៏ងាយស្រួលក៏យើងគិតមិនឃើញនោះដែរអញ្ចឹងដោយសារតែខួរក្បាលរបស់យើងគឺធ្វើឲ្យយើងគិតមិនឃើញនៅពេលដែលយើងយាមចរណពៀនអញ្ចឹងកាយនិងចិត្តគឺមានការសមតលគ្នាធ្វើចិត្តឲ្យស្ងប់ស្ងាត់នៅពេលនោះចិត្តហើយនឹងញាណរបស់យើងគឺមានការផ្សារភ្ជាប់អ្នកម្ដងជាមួយព្រះថាលើអញ្ចឹងថាលើនឹងផ្ដល់នៅគេថាអារម្មណ៍ទី6ឲ្យយើងបានដឹងថាត្រូវធ្វើយ៉ាងម៉េចអញ្ចឹងការយាមចរណពៀនគឺល្អមែនទែនយើងត្រូវតែប្រើនៅវត្ថុទាំង3ដើម្បីយាមចរណពៀនរបស់យើងនេះគឺជាការសរុបមេរៀនរបស់យើងចុងក្រោយគឺជាសេចក្តីបញ្ចប់នៃមេរៀនរបស់យើងអញ្ចឹងយើងត្រូវតែមានការកសាងជាប្រព័ន្ធដែល support ខ្លួនយើងបាទទី2គឺមានការគិតរបស់យើងបាទហើយមួយទៀតគឺយើងធ្វើការចេះយាមនៅចរណពៀនរបស់យើងតមកទៀតគឺយើង ending ដោយនិយាយថាពងមាន់វាយបែកពីក្រៅវាគឺជាអាហាររបស់យើងបើមិនយើងវាយបែកពីក្នុងវាគឺជាជីវិតនេះគឺជាពងមាន់អញ្ចឹងបើមិនយើងមានសម្ពាធបាទដូច្នេះជីវិតរបស់យើងក៏ដូចឆ្នោតដែរសម្ពាធបើយើងវាយពីខាងក្រៅមកវាគឺជាសម្ពាធបើថាយើងវាយទម្លុះពីខាងក្នុងទៅវាគឺជាជីវិតអញ្ចឹងគឺចំណុចគឺតែលើកទឹកចិត្តចំពោះខ្លួនឯងអញ្ចឹងសកម្មថាអ្នកនរគ្នាគឺមានការលើកទឹកចិត្តខ្លួនឯងដែរជីវិតគឺមិនដែលថាមិនមានសម្ពាធទេប៉ុន្តែយើងយកសម្ពាធគឺធ្វើជាដុំថ្មដែលយើងអាចជន់ដែលយើងអាចកល់ឡើងឲ្យកាន់តែខ្ពស់អញ្ចឹងមេរៀនរបស់យើងថ្ងៃនេះគឺយើងចែកតែដល់ត្រឹមនេះសូមអរគុណអ្នកនរគ្នាតែដៃបានលឺដល់គ្នាចា៎ការសៀអង្គ老师准备3សូមជើញអង្គុយចុះចឹងយើងសូមអរគុណដល់អង្គ老师ដំជិបតកណាដែលដឹកនាំអំពីវគ្គទី2នៃមេរៀនការបន្ធូរសម្ពាធអញ្ចឹងយើងឃើញថាការបន្តមេរៀននៃមេរៀនវគ្គទី1និងវគ្គទី2នេះដែលមូលហេតុនៃសម្ពាធបាទគឺយើងត្រូវពិចារណាបានច្បាស់ថាក្នុងមួយថ្ងៃនេះអារម្មណ៍របស់យើងគឺមានការប្រែប្រួលឡើងចុះ
ចឹងការពិចារណានេះគឺមានជួយឲ្យយើងយល់យល់ចំពោះខ្លួនឯងហើយមានរឿងមួយទៀតគឺកាន់តែសំខាន់នៅពេលដែលយើងមានសម្ពាធធ្ងន់គឺយើងកុំសម្រេចចិត្តឲ្យសោះចឹងអង្គសើបានប្រាប់យើងថាមនុស្សហ្នឹងគឺថាមានសមត្ថភាពមួយនៅពេលដែលយើងជួបខ្លាជួបតោគឺយើងមានសម្ពាធធ្ងន់នៅពេលនោះគឺយើងមិនអាចមានពេលគិតឲ្យបានច្រើនទេគឺត្រូវតែសម្រេចចិត្តឲ្យបានភ្លាមអញ្ចឹងពេលដែលយើងសម្រេចចិត្តនៅរឿងដ៏សំខាន់បាទនៅពេលដែលយើងមានសម្ពាធធ្ងន់សូមយើងកុំសម្រេចចិត្តភ្លាមពីព្រោះថាពេលដែលយើងសម្រេចចិត្តភ្លាមនៅពេលយើងមានសម្ពាធធ្ងន់គឺមិនមែនជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវនោះទេអញ្ចឹងសូមអរគុណដល់អ្នកគ្រូអង្គដែលបានបកស្រាយខាងលើនេះពេលដែលយើងជួបនៅសម្ពាធយើងនឹងអាចដោះស្រាយបានដោយសន្តិវិធីអញ្ចឹងបន្តមកទៀតគឺយើងចូលដល់វគ្គចុងក្រោយបាទអញ្ចឹងសូមឲ្យពិធីករធ្វើការសរុបមេរៀនរបស់យើងខាងលើនេះអញ្ចឹងពេលព្រឹកមិញគឺយើងមានអត្តសិលអង្គសូននេះគឺបានចាំលែកដល់យើងដល់ចិត្តកណាអំពីបទពិសោធន៍ក្នុងជីវិតរបស់អត្តសិលរបស់យើងដែលឲ្យយើងបានដឹងថាយើងត្រូវរួមបញ្ចូលនៅអត្ថន័យធម៌ដើម្បីដោះស្រាយបញ្ហាក្នុងជីវភាពរបស់យើងការរស់នៅរបស់យើងតែមេរៀនទី2គឺជាមេរៀនដែលសារដែលមានសារៈសំខាន់របស់ខាងលើដែលយើងមានសំណាងណាស់ដែលមានវត្តមានរបស់ព្រះសាស្ត្រាចារ្យសៀនដែលបានមកប្រចាំផ្សាយសិក្សាសាស្ត្រជាមួយយើងហើយសប្តាហ៍ក្រោយយើងនឹងមានការបកស្រាយអត្ថន័យដ៏ម៉ត់ដ៏លម្អិតពីអង្គពុទ្ធិតារបស់យើងចឹងមិនមែនគឺយើងក៏បានស្ដាប់នៅមេរៀនការស្រាយនៅសម្ពាធរបស់អង្គលោកសិស្សរបស់យើងផងដែរអញ្ចឹងឥឡូវនេះគឺសូមយើងក្រោកឈរឡើងដើម្បីយើងអរគោរពដើម្បីអរគុណដល់ព្រះប្រធានលើអង្គគោរព5ដងទាំងអស់គ្នាអ៊ីជីកងចាជីកងអង្គគោរពលើកទី4អង្គគោរពលើកទី5អញ្ចឹងសូមនិយាយដល់គ្នាថាការសៀឡៅស៊ូនីវស្បេ感谢枢纽设备，感谢各位老师设备。